មនុស្សយើងតួមានលុយច្រើនយ៉ាងណាក៏ដោយតែយើងអត់មានសុខភាពល្អលុយច្រើនយ៉ាងណាក៏អត់សំខាន់ដែរជំងឺកាចខ្លះវាអត់ចេញអាការៈឲ្យយើងដឹងពីដំបូងទេប៉ុន្តែតែយើងដឹងហើយគឺយើងឈឺធ្ងន់ហ្មងអញ្ចឹងហើយទៅអ្នកជំនាញគេឲ្យយើងទៅពិនិត្យសុខភាពមួយឆ្នាំម្ដងទោះបីជាយើងអត់ឈឺក៏ដោយដើម្បីរកមើលជំងឺទាំងអស់ហ្នឹងពីដំបូងព្រោះថាការដែលពិនិត្យសុខភាពពីដំបូងហ្នឹងអីដែលយើងចំណេញគឺទី1សន្តិភាពផ្លូវចិត្តកាលណាយើងពិនិត្យសុខភាពហើយយើងដឹងថាយើងអត់ឈឺគឺមួយឆ្នាំហ្នឹងយើងប្រកបការងារធ្វើការអីបនធម្មតាដោយអត់មានពិបាកចិត្តថាយើងឈឺអីអត់ទេនិយាយទៅយើងបញ្ហាមួយដកចេញឯងទី2កាលណាយើងពិនិត្យសុខភាពដែលអត់ទាន់មានរោគសញ្ញាធំដុំយើងឆែកពីដំបូងអត់ទាន់មានរោគសញ្ញាអញ្ចឹងកាលណាដែលយើងរកឃើញជំងឺអីមួយគឺជាទូទៅជំងឺហ្នឹងមានតូចដល់ហើយយើងអាចព្យាបាលវាជាបានទី3កាលណាការព្យាបាលទំហំតូចចំណាយថវិកាទៅលើការព្យាបាលហ្នឹងក៏វាតិចតួចទៅតាមនឹងដែរអញ្ចឹងហើយការពិនិត្យសុខភាពប្រចាំឆ្នាំហ្នឹងមើលទៅហាក់ដូចជារឿងមួយតូចតាចទេប៉ុន្តែផលប្រយោជន៍របស់វាធំធេងតាក់ទងមួយសុខភាពរបស់យើងអញ្ចឹងហើយយើងកុំមើលម្លងយ៉ាងហោចណាក៏គួរតែទៅពិនិត្យសុខភាពបានមួយឆ្នាំម្ដងដែរបើយើងអត់បានទៅញឹក